បាទឥឡូវខ្ញុំបានមកដល់ផ្ទះលោកយាយដែលគាត់ស្ថិតនៅក្នុងភូមិតាពាំងត្រាវបាទឃុំស្លាស្រុកសំរោងខេត្តតាកែវហើយគាត់នេះគឺទូរគតជនបងប្អូនគាត់អត់មានកូនមានចៅទេហើយគាត់ពិការសពថ្ងៃនេះគាត់អាយុ8ជាងអង្គុយលើកៅអីគាត់កោងខ្នងដើរអត់អោនទេហើយគាត់បានមកសុំក្មួយនៅជាមួយនេះគឺឲ្យនៅនេះនេះប្រយ័ត្នផ្ទះទេនេះនៅឡើងគាត់សម្រាននៅឡើងនេះបងប្អូនហ្នឹងហើយហើយអរគុណមែនទែនម្ចាស់ទៀតនេះដែលបានជួយហ្នឹងហើយមានបងស្រីចំណានមានបងស្រីសូវីចាមានបងស្រីស៊ូសានហុងនិងបងផនអ៊ីមបាទរស់នៅខាងតាមរដ្ឋអាមេរិកបាទដូចគ្នាដែលបានជួយហើយយើងបែងចែកថាការរបស់បងនេះគឺចំនួន3គ្រួសារឥឡូវគ្រួសារទី1ឥឡូវនេះលោកយាយបានទទួលហើយយាយសប្បាយចិត្តទេបាយហ៎ហ្នឹងហើយតាំងកតាំងអីស្រាប់មុខឥឡូវពិសាទឹកផ្លែឈើមកកំប៉ុងលោកយាយណាចាឥឡូវយកទឹកអីឥឡូវទឹកអីក៏បានអីបានណាមកទឹកបន្លែទេណាបានក៏បានក៏បានបាទទឹកបន្លែផ្សារលោកយាយណាចាហើយលោកយាយចង់ពិសាទៀតយកទៀតហ៎ចាបាទនេះតាមមើលផ្អែមហ៎មកមើលមើលទុកលុយសិនដាក់ក្នុងកប៉ាវលុយច្រើនទៀតនេះច្រើនណាស់លុយហើយទុកធ្វើអីលុយហ្នឹងបានទៅទុកតែអីហូបអូតែណាំលេបវិញចាណាំបានណាំលេបអីបាទហ្នឹងហើយបាទទុកតែណាំលេបបាទអត់តែអីពិសាតែកាទៀវទៅឆ្ងាញ់ពិសាហើយផ្អែមហ៎ទឹកឡើងផ្អែមទិញមុខហ្នឹងអូហ្នឹងហើយកាទៀវកូនទៅទិញឲ្យមកបាទហ្នឹងហើយចាបាទឥឡូវពិសាទៅហើយផ្អែមហ៎តាមមួយទៅអត់អីទេតែអរគុណមែនតើម្ចាស់ទៀនយើងណាដែលបានជួយនិយាយសប្បាយចិត្តណាបានទទួលបានជំនួយហ្នឹងហើយហើយងាយមានណាស្អាតមាននិស័យបានមកជួយលោកយាយណាគេនៅអាមេរិកដែរស្គាល់យើងណាលោកយាយហើយបានមកជួយដល់លោកយាយហ្នឹងសិននិស័យតាមមើលបាទនិស័យកំដៅបាទហ្នឹងហើយបាទឃើញលោកយាយអាណិតហ្នឹងហើយហើយមិនដឹងមានអីប៉ុណ្ណឹងទេលោកយាយព្រោះសម័យកាលយើងឡូវហ្នឹងហើយប៉ុណ្ណឹងក៏បានហ្នឹងហើយអត់តែបានជួយតិចតួចហ្នឹងមកក្រៀមគ្រាហ្នឹងទៀនខែភ្លឺគឺនិយាយនៅបានពិសាកើតមកទឹកផ្លែឈើបាទហើយនេះបបោគាត់អាចហូបកើតហ្នឹងថាការអាចនៅទិញអីបានប្រើប្រាស់បានហ្នឹងហើយអរគុណណាស់ចាស់ទៀនយើងបានធ្វើទៀនខែភ្លឺគឺគាត់នៅមើលឃើញនៅហូបកើតហ្នឹងហើយអរគុណណាស់ធ្វើអត់ចេះខុសអីបាទគឺធ្វើភ្លាមបានភ្លាមក៏បានផ្ដល់គាត់ភ្លាមបងប្អូនបាទនេះអរគុណមែនតើបងចាស់ទៀនយើងទាំងអស់គ្នាបាទគឺបងស្រីចំណានបងស្រីសូវីចាបាទបងស្រីស៊ូសានហុងនិងបងផនអ៊ីមបាទនៅខាងសហរដ្ឋអាមេរិកដូចគ្នាដែលបានជួយធ្វើទៀនថ្ងៃនេះបាទចំនួន3គ្រួសារបាទអរគុណច្រើនជូនពរសុខសប្បាយទាំងអស់គ្នាបាទយូរបាទសូមមកជោគជ័យគ្រប់ភារកិច្ចបាទអរគុណច្រើនបាទវិសាចឹងណាបាទហើយចាំវិសាយកទៀតហ្នឹងហើយហ្នឹងអរគុណណាបាយចិត្តណាចាបាយហើយជូនពរចាស់ទៀនម្ដងទៀតមើលជូនពរឲ្យបានសុខភាពល្អបងបោកម្លាំងងមួនអើយទៅទីកន្លែងណាសុំតែសុខសប្បាយបាទអរគុណចាហ្នឹងសុខសប្បាយបាទជម្រាបលាបងប្អូនបាទសុខសប្បាយអរគ្នាបាទ